បាទសូមជម្រាបសួរបងប្អូនយើងដែលអត់ទាន់ចេះដាក់ចំណីបាទមកមើលវីដេអូនេះទាំងអស់គ្នាបាទហ្នឹងហើយអញ្ចឹងចំណីយើងដាក់ទៅតាមទំហំបាទក្របតូចក្របធំទៅតាមទំហំដងខ្លួនបាទតែมันពិបាកទេมันពិបាកនៅក្នុងការយល់ទេ ទំហំតូចទំហំធំហ្នឹងណានៅពេលដែលកង្កែបនៅពេលដែលវាតូចវាស៊ីចំណីទាំងតូចអញ្ចឹងណាបាទធំតិចទៅយើងតឡើងចំណីបន្តិចបាទហើយការងារហ្នឹងมันពិបាកទេបាទយើងចិញ្ចឹមតែបានតែ 4-10 ថ្ងៃយើងយល់ហើយបាទយើងយល់ទាក់ទងទៅនឹងការចិញ្ចឹមនេះណាបាទពួកអីការងារនេះគឺជាការងារអនុវត្តជាក់ស្ដែងអញ្ចឹងខ្ញុំជម្រាបជូនពុកម៉ែបងប្អូនទៅគឺតន្តែយើងយកទៅអនុវត្តបានយើងកាន់តែយល់ច្បាស់អញ្ចឹងណាគ្រាន់តែបងប្អូនគ្រាន់តែស្ដាប់វីដេអូខ្ញុំគ្រាន់តែយល់បាន50ទៅ 70% ទេអញ្ចឹងណាយើងអនុវត្តថែមទៀតទៅអាចបានយល់កាន់តែច្បាស់ឬក៏បានកាន់ 100% ណាបាទអញ្ចឹងបងប្អូនខ្លះគាត់ចង់ចិញ្ចឹមហើយគាត់ស្ដាប់វីដេអូខ្ញុំហើយគឺពេលខ្លះគាត់មានអារម្មណ៍ថាអត់តន់ចេះអស់ឬក៏អត់តន់យល់ច្បាស់អញ្ចឹងណាបាទអញ្ចឹងការងារនេះគឺទ្រឹស្ដីយើង50ហើយអនុវត្ត50អញ្ចឹងណាបាទអញ្ចឹងបើសិនតែយើងមិនតបានអនុវត្តទេយើងមិនអាចថាយើងចេះអស់ទេអញ្ចឹងយើងចេះតែមានមន្ទិលណាបាទចេះតែមានមន្ទិលឆ្ងល់អញ្ចឹងទៅអញ្ចឹងណាបាទហើយយើងអនុវត្តថែមទៀតទៅអាហ្នឹងបានយើងមានចម្ងល់ថែមទៀតយើងសួរថែមទៀតអាហ្នឹងបានយើងអាចថាដឹងថាខ្លួនយើងហ្នឹងចេះហើយយល់ច្បាស់អញ្ចឹងណាហ្នឹងហើយមានបងប្អូនយើងច្រើនណាគាត់តែសួរហើយគាត់ថាស្ដាប់ទៅវាយល់ហើយប៉ុន្តែមើលទៅដូចជាមិនយល់មិនអស់ឬក៏មានអារម្មណ៍ថាខ្លួនឯងវាអត់តចេះអស់អញ្ចឹងហើយអត់ហ៊ានដាក់អញ្ចឹងណាខ្ញុំសូមជម្រាបបងប្អូនថាការអនុវត្ត50ហើយទ្រឹស្ដី50អញ្ចឹងបងប្អូនគាត់ទៅស្ដាប់វីដេអូអាចថាយល់ប៉ុន្តែវាមិនចេះអស់ទេអញ្ចឹងណាវាមិនដឹងតិចនិចអីឲ្យក្បោះក្បាយទេហើយចម្ងល់ពេលដែលយើងចិញ្ចឹមហ្នឹងវាមានចម្ងល់មកទៀតណាអញ្ចឹងយើងសួរទៀតទៅអាហ្នឹងគឺបានយើងថាចេះបាន 100% បាទហើយអញ្ចឹងការងារចិញ្ចឹមហ្នឹងវាមិនមែនថាយើងចេះអ្នកចិញ្ចឹមមុនទាំងអស់ហ្នឹងគឺទាំងខ្ញុំទាំងគេគឺកើតមកចេះទេអញ្ចឹងណាគឺកើតមកពីការរៀនបន្តិចនឹងដូចគ្នាអត់យល់ដូចគ្នាបងប្អូនបាទអត់ខុសគ្នាទេអត់ខុសអត់លើសអត់ខ្វះគ្នាអីទេបាទយើងចាប់ផ្ដើមពីតិចពីមួយជំហានទៅមួយជំហានដូចគ្នាបងប្អូនបាទហើយដបូងហ្នឹងមានមន្ទិលមានចងល់ខ្លាចនេះខ្លាចនោះដូចតែបងប្អូនចឹងណាចាដូចតែបងប្អូនចឹងគឺអត់ខុសគ្នាទេបាទប៉ុន្តែបើសិនតែយើងអត់ដាក់ចិញ្ចឹមទេយើងនៅតែមន្ទិលនៅតែមិនយល់ឬក៏មិនចេះច្បាស់អញ្ចឹងឯងបាទព្រោះការងារនេះតើយើងអនុវត្តផងទ្រឹស្ដីផងណាបាទយើងមិនតែទ្រឹស្ដីយើងអាចធ្វើបានជោគជ័យទេអញ្ចឹងណាតើយើងអនុវត្តដែរបាទខុសពីយើងរៀនគណិតវិទ្យាឬក៏រូបវិទ្យាណាបាទហ្នឹងគឺជាការងារទ្រឹស្ដីអញ្ចឹងយើងអនុវត្តទៅគឺបានហើយបាទតែការងារកសិកម្មគឺយើងជាការងារអនុវត្តណាអញ្ចឹងគឺត្រូវអនុវត្តផងហើយទ្រឹស្ដីទៀតតែបើយើងទៅអនុវត្តឆៅហ្មងអត់មានទ្រឹស្ដីអីអត់មានក្បួនខ្នាតចំណេះដឹងអីខ្លះក៏ត្រូវវាមិនរួចដែរអញ្ចឹងណាបាទតែបើថាយើងចង់ចេះហ្មងចាំធ្វើគឺវាអត់កើតទេអញ្ចឹងណាបាទតែយើងមានទ្រឹស្ដីខ្លះតាំងទៅហើយយើងធ្វើទៅណាហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនណាជួបគ្នាវីដេអូក្រោយបាទមានចម្ងល់អាចទៅសាកសួរបានណាបាទអរគុណ